កូនមេអំបៅតូចចាក្មួយមិនទាន់ដឹងទេថាในទីនោះមានប្រភេទផ្កាស្អាតក្លិនក្រអូបក៏ពិតមែនតែវាមានគ្រោះថ្នាក់ខ្លាំងណាស់ណាមីងនិយាយមកគួយអស់សំណើចមែនមានផ្កាណាដែលក្រអូបតែបែរជាមានគ្រោះថ្នាក់ទៅវិញនោះអញ្ចឹងខ្ញុំទៅសិនហើយកូនមេអំបៅតូចកូនមេអំបៅតូចអើយឯងកុំកាត់ទុកច្រើនពេកអីកូនមេអំបៅតូចពិតជាមិនចេះដឹងគុណទាល់តែសោះហើយហត់ណាស់ខ្ញុំមិនដែលហើរឆ្ងាយចឹងទេក៏អោបម្លេះអីក៏ក៏អើបយ៉ាងនេះប្រហែលជាលំអងក្រអូបហើយឡា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 អូយកូនមេម៉ែđãស្រស់ស្អាតក្មួយមកពីណាតាណាហ្នឹងក្មួយមកពីកន្លែងដែលមានផ្កាព្រៃនៅព្រៃខាងណោរូបរាងស្រស់ស្អាតដូចជាក្មួយអញ្ចឹងណាបែរជាទៅរស់នៅជាមួយផ្កាព្រៃមែនទេពិតជាគួរឲ្យស្ដាយក្មួយកំពុងតែហៅស្វែងរកកន្លែងថ្មីនេះអ្នកមីងផ្កាអើយមីងជាប្រភេទផ្កាអីដែរមិនក៏ក៏អោបយ៉ាងនេះពួកមីងណាគឺមានឈ្មោះថាផ្កាកំសៀវជាប្រភេទផ្កាដែលមានពណ៌ស្រស់ស្អាតចាំងចែងជាងផ្កាណានាទាំងអស់មានលំអងផ្អែមស្អិតឯងនៅជាមួយផ្កាព្រៃដ៏អាក្រក់នោះធ្វើអីមកនៅជាមួយពួកយើងមកមីងអើយក្មួយត្រូវហោះហើរពីទីនោះមកដល់ទីនេះឆ្ងាយក្មួយឃ្លានខ្លាំងណាស់តែមីងមានលំអងទេមានតាលំអងពួកយើងផ្អែមបំផុតក្នុងចំណោមប្រភេទផ្កាទាំងអស់ក្មួយចូលមកក្រេបចោអូយមិនក៏ប្រហោងជ្រៅយ៉ាងនេះជ្រៅអញ្ចឹងណាទៅដាក់លំអងឆ្ងាញ់បានច្រើនឲ្យក្មួយចូលទៅក្រេបតាមចិត្តចោតែក្មួយមានអារម្មណ៍ថាអើយមីងធ្វើអីហ្នឹងមិនក៏ងងឹតម្ល៉េះអាយកូនមេបើដល់ល្ងងអើយចាំតែងាប់ក្នុងហ្នឹងទៅឯងមិនដឹងទេឬថាភាពស្រស់ស្អាតរបស់ផ្កាពួកយើងណាជាអន្ទាក់សម្រាប់ដាក់ប្រភេទសត្វនានាដូចជាឃ្មុំនិងកូនមេបើដល់ល្ងងខ្លៅដូចជាពួកឯងនេះហើយពេលហាចូលក៏คล้ายជាចំណីរបស់ពួកយើងជួយក្មួយផងមីងផ្កាព្រៃអើយបើសិនជាក្មួយបងស្ដាប់អ្នកគ្រប់គ្នាប្រហែលជាក្មួយមិនធ្លាក់ខ្លួនដល់ថ្នាក់នេះទេ